បាទមានសួរបងប្អូនអរគ្នាបាទដោយសារតែមហាចតាមកសៀមបានធ្វើឲ្យទាហានសៀមរងរបួសក៏ដូចជាស្លាប់ជាច្រើនបាទបងប្អូនមើលទៅបាទនៅថៃបាទមានទាំងឡានពេទ្យមានទាំងអីជាហូរហែហើយជាពិសេសនោះបាទស្លាប់ជាហូរហែបន្តបន្ទាប់ដោយសារតែការឆ្លៀតពៀនរបស់បាទសៀមវាជាការលោភលន់របស់សៀមបាទដែលចង់បានទឹកដីយើងបាទតែចង់រំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជារបស់យើងបាទឥឡូវនេះបាទស្លាប់កោជើងបាទហើយអ្វីដែលសំខាន់បាទនៅមកដល់ពេលនេះមិនទាន់បញ្ចប់ដល់ឡើយទេនៅតែចង់ជ្រាបពៀនបន្តទៀតបាទយ៉ាងសធនធ្វើទាំងបាទទាំងជើងគោកក៏ដូចជាជើងអាកាសហើយថ្មីនេះលើថាត្រៀមនឹងបាទជើងទឹកជើងអីថែមទៀតផងបាទហើយមិនដឹងថាបាទស្លាប់ប្រមាណអ្នកអីប្រមាណអ្នកបន្តទៀតទេឧស្សាហតការឆ្លៀងពៀនបាទការឆ្លៀងពៀនមកតែដីអធិបតេយ្យភាពរបស់កម្ពុជាយើងបាទចូលជាហូរហែនិយាយទៅគឺបាទរាល់ថ្ងៃប្រមាណ7 សប្តាហ៍នេះបាទទាហានសៀមបាទនៅតែឆ្លៀនពៀនបាទនៅតែហក់ពេញមេឃបាទនៅតែផ្លោងបាទពេញមេឃចូលដែនដីអធិបតេយ្យភាពរបស់កម្ពុជាយើងបាទតែសំខាន់សូមឲ្យវីរៈកងទ័ពបាទរបស់កម្ពុជាយើងបាទក៏ដូចជាជនភៀសសឹកកម្ពុជាខ្មែរយើងបាទសូមឲ្យគាត់រួចផុតបាទពីគ្រោះថ្នាក់ក៏ដូចជាយកជ័យជំនះមកឲ្យបាទជាតិគ្រួសារសូមបួងសួងទៅដល់បាទពុទ្ធសាសនិកទាំងឡាយទាំងពួងបាទជួយคุ้មក្រងវីរៈកងទ័ពជនភៀសសឹកទាំងអស់ឲ្យសុខសុវត្ថិភាពហើយអ្វីដែលសំខាន់បាទសូមយកជ័យជំនះជាប់ជាខ្មែរបាទយើងរួបរวมគ្នាបាទខ្ញុំសប្បាយចិត្តមែនតើបាទមួយយ៉ាងនេះมันមានអ្វីបាទរំភើបជាងធ្វើបងប្អូនខ្មែរយើងបាទរួបរวมសាមគ្គីបាទដើម្បីឈ្នះចោលសត្រូវសៀមហើយបងវីរៈកងទ័ពបាទក៏មានកម្លាំងចិត្តបាទធ្វើឲ្យចោលសៀមស្លាប់កោជើងបាទហើយក៏បន្តនៅក្នុងការពារអធិបតេយ្យភាពរបស់កម្ពុជាយើងដីខ្មែរយើងហើយមួយទៀតចែករំលែកបាទព័ត៌មានពិតពីខាងសៀមហើយនឹងបង្ហាញព័ត៌មានមិនពិតពីខាងសៀមដែលបានផ្សព្វផ្សាយពីខាងយើងបាទខ្ញុំមិនមែនជាអ្នកផ្សាយព័ត៌មានអីទេបងប្អូនអរគ្នាហើយប៉ុន្តែដោយសារតែខ្ញុំឈឺចាប់ដោយសារតែខ្ញុំបាទមើលឃើញថាខាងប្រទេសសៀមចូលមកឆ្លៀនពៀនយើងហើយបាទព័ត៌មានជាច្រើននៅសៀមតែងតែបំភ្លៃការពិតខុសពីការពិតស្រឡះតែម្ដងភាសាព័ត៌មានទូធំចឹងហើយធ្វើឲ្យខ្ញុំជំរុញទឹកចិត្តខ្ញុំបាទចាប់តាមធ្វើវីដេអូចាប់តាមរៀននិយាយនៅមុខកាមេរ៉ាបង្ហាញការពិតទៅដល់បងប្អូនខ្មែរយើងក៏ដូចជាបាទអន្តរជាតិទោះបីជាខ្ញុំនិយាយជាភាសាខ្មែរក៏មាន subtitle បាទអាចឲ្យប្រទេសដទៃបាទជាតិសាសន៍ដទៃគាត់បានដឹងគាត់បានឃើញថាប្រទេសថៃពិតជាប្រទេសដែលបានឆ្លៀនពៀនដែលបានមកផ្លៃព័ត៌មានបាទតែនិយាយមិនពិតពីកម្ពុជាទាំងតែខ្លួនឯងបាទជាអ្នកបំពេញគេសពគ្រប់បែបយ៉ាងចឹងហើយពីជំរុញឲ្យខ្ញុំចាប់ផ្ដើមធ្វើនេះហើយខ្ញុំសង្ឃឹមថាប្រទេសកម្ពុជានឹងមានសុខសន្តិភាពឆាប់ៗបាទអរគុណជំរាបលាបងប្អូនអរគ្នា